Song Swakumakan The Breaking Point ជំនួបព្រំដែនថៃកម្ពុជាជាការសាកល្បងការទូតពូនអង្គុយរបស់លោកប្រាំប្រភព200តថ្ងៃទី10ខែធ្នូឆ្នាំ2025កាលពីខែកក្កដាវិជាការត្រូវចំណាយពេលលើការហៅទូរស័ព្ទពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងការគំរាមកំហែងនៃពន្ធគយធ្ងន់ធ្ងរដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេល5ថ្ងៃរវាងថៃនិងកម្ពុជាសប្តាហ៍នេះចំនួនព្រំដែនបានផ្ទុះឡើងវិញដែលបានបញ្ចប់បទឈប់បាញ់ដែលគ្រប់គ្រងដោយលោកត្រាំថៃបានគូបន្ទាត់ច្បាស់លាស់ថាពន្ធគយមិនត្រូវប្រើដើម្បីបង្ខំឲ្យមានសន្តិភាពជាមួយកម្ពុជានោះទេលោកឈុំចាអ៊ៀនសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជាតិសង្ហបុរីបាននិយាយថាការតស៊ូរបស់ទីក្រុងបាងកកគឺជាការសាកល្បងសម្រាប់របាញ់ពន្ធគយរបស់លោកត្រាំប៉ុន្តែពន្ធគយតែងតែជាឧបករណ៍ដ៏ច្បាស់លាស់មួយលោកបន្តថាតើវានឹងអាចទទួលបានបទឈប់បាញ់យូរអង្វែងលើអរិភាពដ៏យូរអង្វែងនិងស៊ីជម្រៅយ៉ាងណានោះគឺជារឿងដែលគួរឲ្យសង្ស័យលោកត្រាំក្នុងបេសកកម្មស្វែងរករង្វាន់ Nobel សន្តិភាពរបស់លោកបានស្វែងធ្វើអន្តរការីក្នុងចំនួនមួយចំនួនក្នុងប៉ុន្មានខែថ្មីៗនេះដោយមានលទ្ធផលចម្រុះខណៈពេលក៏បានធ្វើឲ្យប្រទេសមួយចំនួនមានភាពរង្គោះរង្គើផងដែរยิงเบาบังพังការជំរុញរបស់លោកក្នុងការបញ្ឈប់ការប្រយុទ្ធគ្នារវាងឥណ្ឌានិងប៉ាគីស្ថានកាលពីខែឧសភាដែលក្នុងនោះលោកត្រាំបាននិយាយថាលោកបានប្រើប្រាស់ពន្ធគយខ្ពស់កប់ពពុកជាឥទ្ធិពលបានធ្វើឲ្យទំនាក់ទំនងរវាងញូដេលីនិងវ៉ាស៊ីនតោនមានភាពតានតឹងដោយគំរាមកំហែងដល់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសប្រជាធិបតេយ្យដ៏មានឥទ្ធិពលទាំងពីរឥណ្ឌាបដិសេធថាពន្ធគយមិនបានដើរតួនាទីណាមួយក្នុងការបញ្ចប់អរិភាពឡើយនៅក្នុងការជួបជុំមួយនៅរដ្ឋ Pennsylvania កាលពីថ្ងៃអង្គារលោកត្រាំបាននិយាយថាលោកសង្ឃឹមថានឹងធ្វើការហៅទូរស័ព្ទនៅថ្ងៃពុធដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងថៃនិងកម្ពុជាដោយមិនបានពន្យល់លម្អិតរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាក់ភូមិកែតកែវបានសង្កត់ធ្ងន់ថាការដោះស្រាយចំនួនព្រំដែនគួរតែត្រូវបានបំបែកចេញពីកិច្ចចរចាពាណិជ្ជកម្មដែលកំពុងបន្តកាលពីខែតុលាសហរដ្ឋអាមេរិកនិងថៃបានប្រកាសពីក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមកដែលរក្សាពន្ធគយ 19% លើផលិតផលថៃខណៈពេលដែលកំណត់តំបន់សម្រាប់ការកាត់បន្ថយពន្ធគយដែលអាចកើតមានលោកស៊ីហាសាក់បាននិយាយនៅក្នុងវត្តសម្ភាសន៍មួយកាលពីថ្ងៃអង្គារថាយើងមានអារម្មណ៍ថាមិនយុត្តិធម៌នោះទេដែលយើងគួរតែជាកម្មបុត្រនៃពន្ធគយឯតោភាគី 19% ហើយប្រហែលជាពួកគេចង់ដាក់ពន្ធគយបន្ថែមទៀតប្រសិនបើពួកគេមិនសប្បាយចិត្តថៃនិងកម្ពុជាបានដណ្ដើមយកផ្នែកខ្លះនៃព្រំដែនដីគោកប្រវែង817គីឡូម៉ែត្រអស់រយៈពេលជាមួយសតវត្សរ៍មកហើយកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការទាមទារទ្រស៊ីគ្នាបានទទួលវឌ្ឍនភាពតិចតួចដែលនាំឲ្យមានការផ្ទុះឡើងនៃចំនួនយោធាតាមការកំណត់អរិភាពបច្ចុប្បន្នកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈកុលដែលបានឡើងកាន់អំណាចក្នុងខែកញ្ញាបន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោកត្រូវបានទម្លាក់ចេញដោយសារបញ្ហាព្រំដែនបានត្រៀមខ្លួនរំលាយសភានៅខែក្រោយនិងបង្កឲ្យមានការបោះឆ្នោតបន្ទាន់នៅក្នុងខែមីនាលោកអនុទានបានប្រឈមមុខនឹងការរិះគន់រួចហើយចំពោះការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋាភិបាលលោកចំពោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងកាលពីខែមុនដែលគំរាមកំហែងដល់ការជំរុញមហិច្ឆតារបស់គណៈបកភូមិជ័យថៃរបស់លោកស្រី Laura Swart អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាហានិភ័យ Verisk Maplecroft បាននិយាយថាការនេះបានដាក់គណៈបកភូមិជ័យថៃនៅក្នុងជំហរមួយដែលត្រូវបញ្ជាក់ពីភាពក្លាហាននៃភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងអំឡុងពេលដ៏ខ្លីនៃភាពជាអ្នកដឹកនាំរបស់ខ្លួនហើយវាច្បាស់ណាស់ថាដើម្បីព្យាយាមឈ្នះការបោះឆ្នោតដែលនឹងមកដល់ខណៈដែលពន្ធគយខ្ពស់នៅតែជាហានិភ័យលោកអនុទាននិងគណៈបករបស់លោកអាចស្វែងរកការទាញយកមនោសញ្ចេតនាជាតិនិយមដោយការប្រកាន់ជំហរតឹងរ៉ឹងលើពាណិជ្ជកម្មនិងបំបីវាចេញពីចំនួនព្រំដែនលោកវរណៃវ៉ានីជាការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យធម្មសាស្ត្រក្នុងទីក្រុងបាងកកបាននិយាយថាលោកអនុទានបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីធាតុផ្សំជាតិនិយមមួយចំនួននៅពេលដែលលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយលោកត្រាំនិងម៉ាឡេស៊ីលោកបាននិយាយថាដូច្នេះលោកនឹងទុកលោកត្រាំឲ្យនៅឆ្ងាយសម្រាប់ពេលនេះ
កាស្តុងមកតែទូទាំងប្រទេសកាលពីខែសីហាបានបង្ហាញថាប្រជាជនថៃជឿទុកចិត្តលើកងទ័ពយ៉ាងខ្លាំងដែលបានប្រកាន់ជំហរតឹងរ៉ឹងបំផុតក្នុងការឆ្លើយតបទៅនឹងកម្ពុជាជាងការដឹកនាំនយោបាយលោកឈុងបាននិយាយថាថៃអាចប្រឈមមុខនឹងការប៉ះទង្គិចពន្ធគយភ្លាមប៉ុន្តែថៃកំពុងភ្នាល់លើឧត្តមភាពយោធារបស់ខ្លួននិងលក្ខណៈកំណត់នៃចំនួននេះលោកបានសន្និដ្ឋានថាការនេះថៃទំនងជាជឿថាខ្លួនអាចយកឈ្នះបានហើយរដ្ឋបាលលោកក្រាមនឹងរស់នៅជាមួយលទ្ធផលនោះ